បាទអរគុណសប្បាយមែនទែនជំរាបសួរអ្នករាំទាំងអស់គ្នាបាទជំរាបសួរបងប្អូនអ្នកចម្រៀងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីឥឡូវយើងងាកមកជួបជាមួយកម្មករកម្មការិនីរបស់យើងនៅក្នុងសម័យសន្តិភាពនិងការអភិវឌ្ឍដែលយើងនិយមហៅថាសម័យតេជោវិញម្ដងបាទជំរាបសួរបងប្អូនទាំងពីរក្នុងនាមបងប្អូនជាកម្មករកម្មការិនីដែលកំពុងបម្រើការងារនៅក្នុងរោងចក្រហើយថ្ងៃនេះបានចូលរួមជាមួយសមាគមទូរទស្សន៍កម្ពុជាជួបជុំជាមួយសិល្បករសិល្បការិនីក៏ដូចជាពិធីករពិធីការិនីទាំងអស់នៅទីនេះអញ្ចឹងបងប្អូនការចូលរួមនេះតើបងប្អូនបានត្រៀមលក្ខណៈថានឹងលើកយកបទចម្រៀងអ្វីមកបកស្រាយនៅក្នុងកម្មវិធីនេះដែរបាទនាងខ្ញុំបានលើកយកបទចម្រៀងដែលមានចំណងជើងថាកម្មករសម័យតេជោបងកម្មករសម័យតេជោបាទឆ្លុះបញ្ចាំងពីជីវិតពិតរបស់បងប្អូនទាំងពីរតែម្ដងណាបាទហ្នឹងហើយបងទៅឆ្លុះបញ្ចាំងអំពីជីវិតកម្មករទាំងអស់បាទទាំងអស់គ្នាណាបាទអរគុណចង់ដឹងថាជីវិតពិតកម្មករកម្មការិនីសម័យតេជោយ៉ាងណាសូមគោរពអញ្ជើញកំសាន្តនិងទស្សនាដោយមេត្រីមិនថាតែសិល្បករសិល្បការិនីពិធីករពិធីការិនីយុវជនយុវនារីដែលកំពុងតែរាំនៅឆាកកំសាន្តរៀបចំដោយសមាគមទូរទស្សន៍កម្ពុជាប៉ុណ្ណោះទេខ្ញុំជឿជាក់ថានៅវេលានេះបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងគ្រប់មូលដ្ឋានទាំងអស់លោកកំពុងតែសាទរទទួលអំណរឆ្នាំថ្មីទេវតាប្រោះព្រំសេរីដល់ប្រជាជនកម្ពុជារបស់យើងនិងរាំកំសាន្តទាំងអស់គ្នានៅក្នុងមូលដ្ឋានដូចគ្នាដែរយើងមានទាំងបទចម្រៀងរាំប្រជាប្រិយយើងមានទាំងបទចម្រៀងប្រពៃណីជាច្រើនហើយយើងក៏មានរបាំផងដែរឥឡូវនេះនាយកដ្ឋានសិល្បៈនិងទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បាននាំយកនៅរបាំមួយទៀតដែលមានចំណងជើងថារបាំប៉ោលតោកប្រហែលជាទូរទស្សនិកជនជាច្រើនលោកឆ្ងល់ហើយថាអ្វីទៅជាប៉ោលតោកប៉ុន្តែសម្រាប់បងប្អូនដែលរស់នៅតាមបណ្ដាជនបទនិងភូមិភាគឦសានលោកប្រហែលជាស្គាល់ច្បាស់ថាប៉ោលតោកជាអ្វីប៉ោលតោកគឺជាឈ្មោះប្រភេទបក្សីមួយយ៉ាងគឺជាបក្សីស្លាបដែលវាតែងតែយំនាពេលអរុណោទ័យឬក៏ពេលព្រឹកព្រលឹមហើយមួយឆ្នាំវាយំនៅពេលមេឃស្រឡះម្ដងក្នុងពេលដែលវាយំរកគូប៉ោលតោកគឺជាប្រភេទបក្សីដែលយំនៅរដូវដែលប្រមូលផលរបស់បងប្អូនជនជាតិដើមភាគតិចដែលរស់នៅភូមិភាគឦសានហើយនៅក្នុងសម័យនេះបងប្អូនជនជាតិដើមភាគតិចលោកប្រមូលផលបានសម្បូរសប្បាយរុងរឿងរីករាយស្នាមញញឹមទន្ទឹមនឹងសុភមង្គលការដល់ភូមិឋានរបស់គាត់ក្រោមដំបូលសុខសន្តិភាពហើយប៉ោលតោកនេះទៀតសោតក៏ជាសម្លេងនាឡិការោមួយដែលក្រុមហ៊ុនបរទេសយកផលិតចេញពីនាឡិកាប៉ោលដែលមានសម្លេងបាក់សីនិយមសម្រាប់ជាសញ្ញាប្រាប់ថាម៉ោងប៉ុន្មានមកដល់ដើម្បីលម្អិតច្បាស់ថាប៉ោលតោកគឺជាបាក់សីមានប្រភេទយ៉ាងណាហើយរបាំប៉ោលតោកដែលសិល្បករសិល្បការិនីរបស់យើងសម្ដែងជូននៅក្នុងពេលនេះមានអត្ថន័យយ៉ាងណានិងភាពសប្បាយរីករាយរបស់បងប្អូនជនជាតិដើមភាគតិចនៅក្នុងសម័យសន្តិភាពនិងការអភិវឌ្ឍរីករាយរុងរឿងយ៉ាងណាសូមគោរពអញ្ជើញទស្សនាដោយមេត្រីចាសសូមគោរពនឹងជម្រាបសួរទស្សនិកជនជាទីមេត្រីនាងខ្ញុំយិនរ៉ានីកាខ្ញុំបាទខាត់វៃហាំងនាងខ្ញុំយូប៊ីនចាយើងខ្ញុំទាំង3រូបគឺជាពិធីករពិធីការិនីតំណាងឲ្យស្ថានីយ៍ទូរទស្សន៍ PNN ហើយថ្ងៃនេះគឺមានភាពសប្បាយរីករាយមែនទែនដែលយើងបានជួបជុំជាមួយនឹងសិល្បៈរៀមច្បងសិល្បៈរួមចំនួនចាស់គ្រប់ចំនួនទាំងអស់នៅក្នុងចាឱកាសអបអរជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីរបស់យើងផងដែរចាយូប៊ីនវៃហាំងខណៈនេះយើងកំពុងតែស្ថិតនៅលើឆាកនៃការប្រគំតន្ត្រីរបស់សមាគមជាតិទូរទស្សន៍កម្ពុជាដើម្បីចូលរួមសប្បាយរីករាយក៏ដូចជាអបអរសាទរទៅដល់ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងចាហើយដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយនោះយើងមានវត្តមានរបស់សិល្បករសិល្បការិនីអ្នកចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារបស់យើងដូចដែលបានឃើញគឺអ្នកបងខាត់សុខីមក៏ដូចជាកំឡោះតូចល្អិតនេះគឺពេជ្រថៃណាក៏ស្គាល់ដែរគាត់គឺជាបេក្ខជនដែលទទួលបានជ័យលាភីនៅក្នុងការប្រឡងចម្រៀងដ៏ល្បីមួយចាសម្រាប់អ្នកបងនៅក្នុងឱកាសនេះតើមានបទចម្រៀងអីដើម្បីកំដរបរិយាកាសឲ្យកាន់តែសប្បាយរីករាយចាថ្ងៃហ្នឹងគឺបទពុកវាមើលកូនអូនរំឡាំលាវបាទអរគុណច្រើនខ្ញុំបាទជឿជាក់ថាទូរទស្សនិកជនដែលកំពុងតែទស្សនាវីដេអូដ៏ពិសេសនេះដែលផលិតឡើងដោយសមាគមទូរទស្សន៍ប្រកាសជាទទួលបានភាពសប្បាយរីករាយព្រោះថាបទចម្រៀងជាច្រើនចង្វាក់ប្រពៃណីបាទមានទាំងរបាំបុរាណសមាគមទូរទស្សន៍បានបង្កើតឡើងផ្ដល់ជូនភាពសប្បាយរីករាយជូនដល់ប្រជាជនកម្ពុជានៅក្នុងថ្ងៃចូលឆ្នាំដ៏ពិសេសនេះអរគុណជាបន្តទៀតគឺមានបងប្រុសដែលមកពីសម្ព័ន្ធបាទយុវជនស្រឡាញ់សន្តិភាពអូល្អមែនទែនបាទសូមអបអរសាទរមួយសរសើរដាក់ឈ្មោះនេះល្អខ្ញុំពេញចិត្តឈ្មោះនេះណាតែនេះជាជាតិព្រោះថាប្រទេសជាតិរបស់យើងកំពុងតែសម្បូរសប្បាយមានសន្តិភាពយ៉ាងពេញលេញអញ្ចឹងជាយុវជនក្តីជាមនុស្សគ្រប់វ័យក្តីគឺស្រឡាញ់សន្តិភាពហើយថែរក្សាសន្តិភាពនេះឲ្យបានយូរអង្វែងតរៀងទៅ
ចា បាទ អញ្ចឹងបាននេះថាសិល្បករសិល្បករនីយើងទាំងអស់មិនទាន់មកឈប់ត្រឹមនេះទេយើងនៅបន្តភាពសប្បាយរីករាយជាបន្តទៀតរាំលេងកម្សាន្តព្រោះថាមួយឆ្នាំមានតែម្ដងទេចាជួបជុំគ្នា ខ្ញុំជឿជាក់ថា3ថ្ងៃនេះគឺគ្រប់ភូមិគ្រប់ស្រុកគឺសប្បាយត្រហឹង គ្រប់ទីកន្លែង គ្រប់ទីកន្លែងតែម្ដង ចា ឥឡូវសូមជួយណែនាំខ្លួនតិចទៀតបងប្រុសបាទ បាទខ្ញុំបាទឈ្មោះប៉ាន់ខែម៉ានូបាទមកពីខាងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពហើយថ្ងៃនេះសូមបកស្រាយនៅបទចម្រៀងមួយបទដែលមានចំណងជើងថាកូឡាព្រែកលៀបបាទចង្វាក់តលង អូចង្វាក់តឡង បានរំចង្វាក់តលំទៀតឯណាសិពេចយើង ចាដូច្នេះកុំឲ្យខាតពេល review សូមប្រិយមិត្តទូរទស្សនិកជនរីករាយទស្សនាជាបន្តទៀតសូមក្រុមជើង យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ុលេខ9 HD TV នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរឯកស័កពុទ្ធសករាជ2563 នៅក្នុងឱកាសឆ្នាំថ្មីយើងឃើញថាសិល្បករសិល្បករនីដែលបានចូលរួមគឺមានទឹកមុខសប្បាយរីករាយដើម្បីអបអរសាទរក្នុងឱកាសឆ្នាំថ្មីបទចម្រៀងជាច្រើនបទដែលជាការរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជានៅតែមានជាបន្តទៀតសម្រាប់បង្កបរិយាកាសកណ្ដាលភាពសប្បាយរីករាយ ឃើញថាការចូលរួមពីសិល្បករសិល្បករនីបណ្ដាលស្ថានីយ៍ទូរទស្សន៍នានាដែលចូលរួមកំសាន្តរីករាយនិងចែកជូននឹងភាពសប្បាយរីករាយដល់ទស្សនិកជនដែលកំពុងតាមដានទស្សនានៅឯគេហដ្ឋានបាទហើយខ្ញុំបាទក៏សូមចែកសាររំលែកមួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរបើកបរសូមប្រុងប្រយ័ត្នដើម្បីការពារនៅសុខសុវត្ថិភាពទាំងអស់គ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចាហើយក៏ឃើញសិល្បករមួយចំនួនចាគឺគាត់រាំលេងសប្បាយមែនតែនចាហើយយើងនៅមានបទចម្រៀងជាច្រើនទៀតចាដើម្បីឲ្យបងប្អូនយើងរាំកំសាន្តទាំងអស់គ្នាផងដែរណា បាទឃើញថាសិល្បករសិល្បករនីគ្រប់ចំនួនទាំងអស់គាត់បានចូលរួមបាទរាំលេងបាទកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងផងដែរបាទជាបន្តទៅទៀតនេះក៏មានបទចម្រៀងជាបន្តទៀត ដូច្នេះបទចម្រៀងដែលចូលមកបង្កបរិយាកាសកណ្ដាលភាពសប្បាយរីករាយក្នុងគណៈនេះដែលជាការបកស្រាយដោយសិល្បកររបស់យើងដែលមានចំណងជើងថាកន្សែងស្រីលក្ខ បាទដូចនេះអញ្ជើញទស្សនានិងរីករាយកំសាន្តដូចតទៅ សូមគោរពនិងសូមជម្រាបសួរលោកលោកស្រីនាងកញ្ញាពុកម៉ែបងប្អូនព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាទីគោរពសួស្តីឆ្នាំថ្មីឆ្នាំកុរឯកសារពុទ្ធសករាជ2563ហើយថ្ងៃនេះគឺយើងខ្ញុំទាំង4នាក់តំណាងឲ្យស្ថានីយ៍ទូរទស្សន៍និងវិទ្យុអាស៊ីអាគ្នេយ៍បានមកជួបជុំរាំលេងដើម្បីបង្កើតនៅបរិយាកាសសប្បាយរីករាយជាមួយនឹងសិល្បករសិល្បករនីព្រមទាំងពិធីករពិធីការនីដែលអញ្ជើញមកពីបណ្ដាស្ថាប័នទូរទស្សន៍ផ្សេងដើម្បីរីករាយអបអរសាទរឆ្នាំថ្មីហើយថ្ងៃនេះផងដែរយើងខ្ញុំទាំងអស់គ្នាចាមានកិត្តិយស បានជួបជុំគ្នាសាជាថ្មីម្ដងទៀតហើយពិតជារំភើបនិងរីករាយខ្លាំងមែនទែនដែលសមាគមទូរទស្សន៍កម្ពុជាបង្កើតនៅកម្មវិធីពិសេសនេះឡើងអបអរសាទរធ្វើយ៉ាងណាឲ្យយើងបានមានឱកាសជួបជុំក្រុមគ្រួសារពុកម៉ែបងប្អូនរួមលេងសប្បាយរីករាយអបអរសាទរឆ្នាំថ្មីនៅក្នុងឱកាសដែលយើងមិនងាយបានជួបជុំគ្នានៅពេលនេះក៏ដូចជាមានបទចម្រៀងផ្សេងៗជាច្រើនបន្តទៀតផងដែរ បាទនៅក្នុងឱកាសដ៏ពិសេសនេះផងដែរបាទយើងខ្ញុំដែលជាតំណាងឲ្យពិធីករនិងពិធីការនីប្រចាំនៅស្ថានីយ៍ទូរទស្សន៍នៅវិទ្យុអាស៊ីអាគ្នេយ៍ក៏ដូចជាសិល្បករសិល្បករនីទាំងអស់ក៏សូមបួងសួងទៅដល់ទេវតាឆ្នាំថ្មីព្រះនាមទុងសាទេវីបាទសូមប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរសូមទទួលបានតែនឹងសុខសុភមង្គលគ្រប់ក្រុមគ្រួសារជាពិសេសសូមឲ្យបងប្អូនដែលធ្វើដំណើរគ្រប់ទីជិតទីឆ្ងាយនៅក្នុងឱកាសនេះប្រហែលជាបងប្អូនរបស់យើងកំពុងតែសប្បាយរីករាយតាមភូមិស្រុកផ្សេងៗបាទព្រោះយើងទើបតែទទួលទេវតាហើយទេណាបាទអញ្ចឹងបងប្អូនរបស់យើងបាទរាំលេងកំសាន្តហើយពោពេញទៅដោយសុខសុវត្ថិភាពទាំងអស់គ្នាជាពិសេសនៅថ្ងៃដែលត្រឡប់មកកាន់ការបំពេញការងារនៅទីក្រុងភ្នំពេញវិញសូមបើកបរដោយការប្រុងប្រយ័ត្នបំផុតដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ចាចំពោះប្រជាពលរដ្ឋខ្មែររបស់យើងមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងឈានចូលមកដល់ហ្នឹងគឺតែងតែបោះសម្អាតផ្ទះសម្បែងអញ្ចឹងទៅតាមស្រុកតាមភូមិក៏រៀបចំនៅល្បែងប្រជាប្រិយខ្មែររបស់យើងគ្រប់ទម្រង់នៃសិល្បៈទាំងអស់គឺមានផ្ដល់ជូនដល់បងប្អូនទាំងអស់គ្នាតាមស្រុកតាមភូមិចាហើយចំពោះសមាគមទូរទស្សន៍កម្ពុជាក៏បានរៀបចំនៅភាពសប្បាយរីករាយជូនដល់ពុកម៉ែបងប្អូនក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសឲ្យគាត់បានសប្បាយរីករាយផងដែរព្រោះថាបងប្អូនដែលគាត់នៅក្រៅប្រទេសគាត់អត់បានមកអញ្ជើញនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ពិតមែនប៉ុន្តែគាត់បានទស្សនាតាមរយៈសមាគមទូរទស្សន៍កម្ពុជាបង្កើតនៅភាពសប្បាយរីករាយក៏ដូចជាបរិយាកាសដ៏ល្អៗដែលមាននៅបងប្អូនជាសិល្បករសិល្បករនីចូលរួមញ៉ាំងឲ្យកម្មវិធីរបស់យើងកាន់តែកក្រើកនិងសប្បាយរីករាយបន្ថែមទៀត
ជាការពិតជារៀងរាល់ឆ្នាំសមាគមទូរទស្សន៍កម្ពុជាតែបង្កើតចំណីចក្ខុផ្លែជារៀងរាល់ឆ្នាំជូនដល់ប្រិយមិត្តទស្សនិកជនបានទស្សនាជាពិសេសឆ្នាំនេះផ្ទាល់តែម្ដងគឺយើងមានវត្តមានសិល្បករសិល្បករនីវត្តមានរបស់ពិធីករនីគ្រប់ស្ថាប័នចូលរួមបង្កភាពសប្បាយរីករាយជូនដល់ប្រិយមិត្តទស្សនិកជនបានទស្សនាក៏ប៉ុន្តែចង្វាក់ដែលបង្ហាញជូននៅក្នុងពេលនេះគឺនៅមិនទាន់អស់នៅឡើយទេព្រោះហើយយើងមានបទចម្រៀងជាច្រើនប្រគំជូនដល់ប្រិយមិត្តទស្សនិកជនដើម្បីទទួលបាននូវភាពសប្បាយរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យើង ចាឃើញថាសិល្បករសិល្បករនីកំពុងតែទទឹងរង់ចាំរំលេងសប្បាយចាបន្តទៀតឥឡូវនេះយើងមានចង្វាក់បែបលក្ខណៈដូចថា Madison ចង្វាក់បែបប្រជាប្រិយរបស់យើងនឹងយើងរាប់បានច្រើនហើយឥឡូវនេះចង្វាក់ Madison យើងផ្លាស់ប្ដូរបរិយាកាសសប្បាយបន្តទៀតណាចាឥឡូវជាមួយនឹងជំរាបសួរបាទសូមជើញឡើងពុកបាទអរគុណសម្រាប់បទ Madison នេះចំណងជើងថាយ៉ាងម៉េចដែរបាទសម្រាប់តារាកិត្តិយសរបស់យើងបាទគឺ Madison សុកស្រែ Madison ស្រុកស្រែចាស្រុកខ្ញុំនៅស្រុកគៀនស្វាយអ្នកពេញរំបានអត់បានទាំងអស់បាទជនរបស់ឲ្យសុកស្រែតែមួយបាទអរគុណមែនតើអរលោកលោកស្រីកញ្ញាជាទីគោរពនិងជាទីមេត្រីដូច្នេះក៏សូមគោរពអញ្ជើញឲ្យលោកអ្នកដែលកំពុងតែមានវត្តមាននៅទីនេះក៏ដូចជាកំពុងតែទស្សនាការផ្សាយពិសេសពីសមាគមទូរទស្សន៍កម្ពុជាសូមរំលែងកំសាន្តអបអរឆ្នាំថ្មីឆ្នាំកុររីករាយទាំងអស់គ្នាសូមអញ្ជើញបាទយើងខ្ញុំទាំង4នាក់តំណាងឲ្យស្ថានីយ៍ទូរទស្សន៍ក្រសួងមហាផ្ទៃ Night TV ហើយនៅក្នុងពិធីអាកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបាទឃើញថាយើងក៏បានជួបជុំនៅសិល្បករសិល្បករនីជាច្រើនដែលអញ្ជើញមករួមកំសាន្តសប្បាយក៏ដូចជាបកស្រាយបទចម្រៀងក្នុងការប្រគំតន្ត្រីរបស់សមាគមទូរទស្សន៍កម្ពុជាតែម្ដងចាយើងបានឃើញហើយគឺយើងទាំងអស់គ្នាទាំងសិល្បៈចាទាំងចាស់ទាំងក្មេងចានិយាយទៅគឺច្រើនចំនួនតែម្ដងមកជួបជុំគ្នានៅក្នុងថ្ងៃនេះនៅថ្ងៃចូលឆ្នាំនេះគឺគាត់ស្លៀកសម្លៀកបំពាក់ប្រពៃណីដើម្បីចូលរួមនៅតាមទីវត្តអារាមក៏ដូចជាការកំសាន្តល្បែងប្រជាប្រិយខ្មែរផងដែរចាជាពិសេសសម្លៀកបំពាក់ប្រពៃណីខ្មែរនេះយើងមិនងាយនឹងបានស្លៀកទេបើយើងបានស្លៀកគឺស្លៀកទៅចូលរួមក្នុងកម្មវិធីមង្គលការកម្មវិធីដូចថាជប់លៀងឯធំអញ្ចឹងទៅពិធីសម្ពោធអីអញ្ចឹងទៅឥឡូវនេះយើងជួបជាមួយនឹងបទចម្រៀងមួយទៀតបាទជួបជាមួយតារាចម្រៀងរបស់យើងដែលលេងខ្លួនបាទគឺបងអូនពេជ្រថៃបាទជំរាបសួរបាទបាទថ្ងៃនេះបងអូននឹងមានបទចម្រៀងអ្វីដើម្បីបកស្រាយចែកជូនបងប្អូនប្រជាពលរដ្ឋយើងទស្សនិកជនបានរួមកំសាន្តសប្បាយជាមួយបងអូនទេបាទសូមជើញខ្ញុំមានចម្រៀងមួយបទ